សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel របស់ខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនាទិដ្ឋភាពបាទវងគោជាច្រើនរបស់ប្រជាកសិករនៅខាងខេត្តត្បូងឃ្មុំរបស់យើងហើយវាគឺមានភាពស្រស់ស្អាតបាទហើយនឹងខ្យល់អាកាសបរិសុទ្ធមែនទែនបងប្អូនដោយសារមានទន្លេមានអីនៅជុំវិញអញ្ចឹងណាបាទអញ្ចឹងគឺអាកាសធាតុក្តៅមែនប៉ុន្តែវាមានជាតិសំណើមបងប្អូនបាទអញ្ចឹងចង់ដឹងថាទិដ្ឋភាពក៏ដូចជាវីដេអូថ្ងៃនេះខ្ញុំផលិតបែបណានោះបងប្អូនអាចទៅតាមទស្សនាទាំងអស់គ្នាហើយកុំភ្លេចជួយ like ជួយ share វីដេអូនឹងអ្នកមួយផងបងប្អូនបាទអរគុណច្រើនតោះកុំឲ្យខាតពេលយើងទៅតាមទស្សនាទាំងអស់គ្នា